ទស្សនវិជ្ជាសោះស្រាយមួយនេះគឺយើងមិនអាចរកនៅទីណាក្រៅពីនៅសហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកខេត្តសៀមរាបទេដែលជាគោលដៅទេសចរធម្មជាតិដែលមានឈ្មោះល្បីល្បាញបំផុតមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិតែក្រៅពីការជិះទូកកម្សាន្តមើលភូមិនិងព្រៃលិចទឹកដែលបងប្អូនទាំងអស់គ្នាធ្លាប់បានដឹងនៅទីនោះក៏មានសកម្មភាពជាច្រើនផ្សេងទៀតដែលយើងអាចធ្វើបានជាពិសេសគឺការអង្គុយមើលថ្ងៃលិចនៅលើបឹងទន្លេសាបតែម្ដងដែលវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាដូចបាននៅលើសមុទ្រទឹកប្រៃអញ្ចឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅលេងនៅទីនោះជាក់ស្ដែងថាតើមានអ្វីថ្មីនិងពិសេសខ្លះក៏ដូចជាចែករំលែកព័ត៌មានមួយចំនួនទាក់ទងទៅនឹងការទៅលេងនៅទីនោះផងដែរអញ្ចឹងកុំឲ្យខាត់ពេលយូរតោះសូមស្វាគមន៍មកកាន់សហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកអូខេអ្នកសួស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទៅកំពង់ភ្លុកនិយាយតែឥឡូវនេះខ្ញុំបានមកដល់ផែឡើងទូកហើយដោយសារមិញរវល់ទៅបើកឡានអត់បានថតបានអីអញ្ចឹងណាប៉ុន្តែគាត់ចង់ប្រាប់ថាឥឡូវនេះផ្លូវកំពង់ភ្លុកពីផ្លូវជាតិចូលមកហ្នឹងគឺកស៊ូស្អាតមកបងប្អូនទាំងអស់គ្នាគឺលេងដីក្រហមដូចមុនហើយការធ្វើដំណើរដល់កំពង់ភ្លុកនេះគឺពីក្រុងបើយើងនិយាយពីសៀមរាបមកហ្មងគឺខ្ទង់30គីឡូជាងឯនឹងជិះតែពីមុនជិះ1ម៉ោងជាងមកដល់ប៉ុន្តែឥឡូវត្រឹមតែ30នាទីគឺដល់ហើយដោយសារតែផ្លូវពីយើងត្រូវបត់ចូលពីផ្លូវបាគងប្រាសាទបាគងមកពីផ្លូវជាតិលេខ6ចូលមកប្រហែលជាខ្ទង់10គីឡូហ្នឹងពីមុនគឺផ្លូវដីក្រហមប៉ុន្តែឥឡូវនេះគឺគេចាក់កស៊ូមកស្អាតជិះតែមកផ្លេតពីមុខហ្នឹងមកត្រឹមតែ10ទៅ15នាទីគឺមកដល់ផែហើយឥឡូវយើងតោះកុំឲ្យខាត់ពេលយូរខ្ញុំនឹងប្រាប់បងប្អូនពីសកម្មភាពផ្សេងៗនៅក្នុងសហគមន៍ទេសចរកំពង់ភ្លុកនេះថាមានគេខ្លះហើយទូកយើងជួលមិនចាំខ្ញុំដាក់ voice over តាមនឹងអញ្ចឹងណាក៏មិនខាត់ពេលយូរតោះអញ្ចឹងទូកដែលខ្ញុំបានជិះនៅពេលនោះគឺជាទូកប្រភេទខ្នាតកណ្ដាលដែលទុកមនុស្សបានថាជាខ្ទង់ជាង10នាក់អីហ្នឹងហើយទូកមួយនេះគឺជាទូករបស់បងប្រុសម្នាក់ដែលខ្ញុំបានជួបគាត់នៅពេលដែលខ្ញុំមកលេងទីនេះនៅឆ្នាំមុនអញ្ចឹងបើសិនជាបងប្អូនបានមកលេងហើយចង់កក់ទូកមុនអីគឺបងប្អូនអាចតាក់ទងទៅគាត់បានណាដែលបើតាមគណិតខ្ញុំផ្ទាល់ការកក់ទូកមុនគឺវាងាយស្រួលសម្រាប់យើងទេបងប្អូនទាំងអស់គ្នាកុំឲ្យមកដល់វែងឆ្ងាយរោគទូករូបអីអញ្ចឹងណាការធ្វើដំណើរនៅលើទូកនៅពេលនោះដំបូងគឺយើងត្រូវជិះកាត់ភូមិអ្នកស្រុកដែលគេហៅថាភូមិកំពង់ភ្លុកនឹងឯងហើយនៅតាមខ្សែទឹកនឹងគឺយើងអាចទស្សនាពីសំណង់ក៏ដូចជារបៀបរបបនៃការរស់នៅរបស់បងប្អូនប្រជាជននៅទីនោះដែលដោយអ្វីដែលបងប្អូនកំពុងតែបានឃើញអញ្ចឹងថាភូមិមួយនេះគឺរាងធំក្រនបាដែរដែលក្រៅពីផ្ទះប្រជាជននៅទីនោះក៏មានជាសេវាសាធារណៈគ្រប់ប្រភេទតែម្ដងមិនថាសាលារៀនមន្ទីរពេទ្យសាលាឃុំអីហ្នឹងទេនៅទីនោះក៏មានវត្តអារាមនៅលើទួលមួយនៅចំកណ្ដាលភូមិតែម្ដងហើយចង់ប្រាប់ថាវត្តមួយនេះគឺស័ក្តិសិទ្ធិណាស់បងប្អូនទាំងអស់គ្នាបើតាមអ្វីដែលបងតកងទូកបានប្រាប់ខ្ញុំបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានមកដល់លើផែគេហើយដែលផែនេះគឺនៅថាពាក់កណ្ដាលភូមិពាក់កណ្ដាលបឹងទន្លេសាបគឺបឹងធំអញ្ចឹងល្ងាចបន្តិចព្រោះទៅបឹងស្មាននេះគឺក្តៅខ្លាំងអញ្ចឹងមានន័យថានៅពេលដែលយើងជិះទូកមកយើងឆ្លងកាត់ភូមិបន្ទាប់ពីភូមិហើយយើងចូលដល់គឺមានផែជាអាហារដ្ឋានបែបនេះមកនេះហើយខាងក្រោយយើងនឹងគឺជាកន្លែងជិះទូកចែវហ្នឹងឯងអញ្ចឹងបើស្រាប់បងប្អូនដែលឃើញគេជិះទូកចែវកាត់ភូមិឬមួយក៏ជិះទូកចែវកាត់ព្រៃលិចទឹកលិចអីហ្នឹងគឺនឹងឯងយើងជិះនៅក្នុងលើផែនឹងបងប្អូនទាំងគ្នាគេមាន2 3ហាងដែរដែលយើងអាចឈប់បានអញ្ចឹងណាបងប្អូនទាំងគ្នាបងនៅហ្នឹងឯងអូននៅហ្នឹងត្រូវអត់បងសួររឿងទូកនេះបន្តិចទូកនេះម្នាក់បានម្នាក់ខ្មែរម្នាក់$3ខ្មែរម្នាក់3រៀលអញ្ចឹងយើងជិះទៅណាខ្លះអូនយើងជិះចូលក្នុងព្រៃហើយកណ្ដាលចូលព្រៃហើយកណ្ដាលយើងចូលទៅមើលនៅភូមិបន្តិចហ្នឹងហើយព្រោះឆ្នាំមុនបងមកគឺជិះកាត់ព្រៃតែឥឡូវចូលដល់ភូមិហើយខែនេះអត់សូវមានភ្លៀងទេតែមកខែនេះគឺល្អហ្មងកំពង់ភ្លុកមកខែនេះល្អជាងគេតែបងដល់ខែណាដែរបើសិនជាមានអ្នកចង់មកលេងអីពីខែនឹងទៅដល់ខែហ្នឹងទៅខែជុំស្អាតជាងនឹងទៀតហ៎អូខេឥឡូវហ្នឹងមេចាប់ដើមសក់តិចតិចហើយតែបើមកខែជុំខែ9ខែ10គឺពេញស្អាតអញ្ចឹងតែបើមកខែនេះបាក់សូវមានភ្លៀងបើមកខែជុំវាអាចភ្លៀងខ្លះហើយ yes អរគុណនិយាយទៅនៅលើផែមួយនេះក្រៅពីបាក់ជាភោជនីយដ្ឋានគេក៏មានជាកន្លែងលក់អីវ៉ាន់ផ្សេងជាពិសេសគឺវត្ថុអនុស្សាវរីយ៍ដែលតាក់ទងនឹងអ្នកទន្លេដូចជាប្រភេទអីវ៉ាន់ស្បែកក្រពើអីអញ្ចឹងហើយគេថែមទាំងមានអាងក្រពើឲ្យយើងមើលទៀតផងដែលស្ថិតនៅផ្នែកខាងមុខនៃផែដែលយើងអាចឈរមើលលេងបានឬក៏អាចទិញចំណីបោះឲ្យវាក៏បានដែរដែលសម្រាប់បងប្អូនដែលធ្លាប់ជិះទូកទៅលេងបឹងទន្លេសាបនៅទីតាំងផ្សេងនឹងប្រកាសជាធ្លាប់ឃើញកន្លែងបែបនេះហើយម្យ៉ាងវិញទៀតនៅទីនោះក៏មានផ្នែកខាងលើដែលយើងអាចឡើងទៅមើលទេសភាពនៅជុំវិញនោះបានពេញភ្នែកតែម្ដងនិយាយទៅទោះបីជានៅលើផែមួយនេះមិនសូវជាមាន
អីធ្វើប្រមាណតែខ្ញុំអាចចំណាយពេលនៅទីនោះរៀងយូរគ្រាន់បើដែរដែលអត់មានអារម្មណ៍ថាធុញទេព្រោះបរិយាកាសគឺ fresh ល្អហ្មងដែលខ្ញុំអាចអង្គុយលេងមើល view មើលទូកគេជិះទៅមកអីលេងបានតែបងប្អូនទាំងអស់គ្នាឈរលេងលឿនហ្នឹងមិនសូវជាធុញទេបងប្អូនទាំងអស់គ្នាដោយសារតែពួកខ្ញុំមករៀងលឿនឥឡូវនេះម៉ោង 3 កន្លះម៉ោង 5 បើយើងចេញទៅមើលថ្ងៃលិចអញ្ចឹងការជិះទូកទៅភូមិនេះខ្ញុំបានសួរគេមិញចំណាយពេលត្រឹមតែកន្លះម៉ោងអីទេអញ្ចឹងឥឡូវនឹងវារៀងក្តៅអញ្ចឹងដោយសារ 3 កន្លះវានៅក្តៅឡើយអញ្ចឹងយើងក៏ឈរឈៀលមើលទូកចុះឡើងតោះឡើងអញ្ចឹងនិយាយទៅគឺភ្ញៀវទេសចរច្រើនបងប្អូនទាំងអស់គ្នាឃើញនៅក្នុងខ្ញុំអញ្ចឹងទូកទៅមកច្រើនខ្លាំងមែនទេបងប្អូនទាំងអស់គ្នាគឺអត់ដាច់ទេគឺសលេងទូកមករហូតហ្មងហើយខ្ញុំសួរទៅខាងបងស្រីម្ចាស់កន្លែងមិញហ្នឹងគាត់ប្រាប់ថាតិចទៀតហ្នឹងកាន់តែច្រើនជាងនឹងទៀតពេកចិត្តថ្ងៃនេះគឺភ្ញៀវបុកមកច្រើនហ្មងជាពិសេសគឺអឺរ៉ុបខ្ញុំឃើញភ្ញៀវអឺរ៉ុបច្រើនខ្ញុំមកស៊ីវា2ថ្ងៃហ្នឹងទៅខ្ញុំទៅអង្គរទៅអីគឺភ្ញៀវអឺរ៉ុបច្រើនមែនទេបងប្អូនទាំងអស់គ្នាគាត់មកគាត់លេងអញ្ចឹងហើយណាមួយក៏នេះគឺជា high season របស់ស្រុកយើងដែរក្នុងខែ12ហ្នឹងគឺ high season ហើយនៅស៊ីមៀមមនុស្សច្រើននៅបងប្អូនទាំងអស់គ្នាមួយវិញទៀតតាក់ទងទៅនឹងការឈរចាំនៅលើផែមួយនេះអត់សូវធុញទេបងប្អូនទាំងអស់គ្នាវាមាន activity ច្រើនក្នុងការធ្វើអញ្ចឹងវាមិនមែនជាការលេងហ្គេមលេងអីទេសំខាន់គឺយើងអាចអង្គុយឈៀលមើលទេសភាពអង្គុយមើលទូកមើលអីលេងអញ្ចឹងទៅអ៊ំគាត់ចៅទូកជីកាត់ hello គ្នាទៅវិញទៅមកអញ្ចឹងទៅហើយមើលកពើនេះមើលបងកពើមើលលេងអញ្ចឹងទៅហ្នឹងហើយ enjoy ជាមួយនឹងព្រៃកោងកាងខ្យល់ត្រជាក់ហើយថ្ងៃហ្នឹងប៉ះថ្ងៃចុងថ្ងៃត្រជាក់ទៀតអញ្ចឹងវាបរិយាកាសគឺល្អខ្លាំងទាំងប្រទេសនេះអញ្ចឹងយើងនៅចាំតិចទៀតដើម្បីទៅជិះទូកទាំងអស់គ្នានៅម៉ោង 4 ល្ងាចពេលដែលមេឃរៀងចុះត្រជាក់បន្តិចយើងក៏ចាប់ផ្ដើមឡើងទូកដែលបានទម្រាបជួរគ្នារងចាំយើងនៅខាងក្រោយផែនឹងតែម្ដងហើយគោលដៅដំបូងដែលយើងនឹងទៅនៅពេលនោះគឺការជិះទៅមើលតំបន់ព្រៃគុកដែលមានទីតាំងនៅម្ដុំនឹងទេហើយបើនិយាយពីអារម្មណ៍របស់ខ្ញុំផ្ទាល់វិញខ្ញុំពិតជា highly recommend ឲ្យបងប្អូនទាំងអស់គ្នាសាកជិះទូកបែបនេះតែម្ដងព្រោះថាអារម្មណ៍គឺវាផ្សេងពីការជិះទូកធំនិយាយទៅគឺ fresh ហើយនឹងឈៀលយកហ្មងហើយបូករួមជាមួយនឹងទេសភាពព្រៃលិចទឹកនិងបរិយាកាសដ៏ស្ងប់ស្ងាត់នៅជុំវិញគឺថាធ្វើឲ្យយើងនឹងមានអារម្មណ៍ល្អណាស់បងប្អូនទាំងអស់គ្នាអញ្ចឹងខែនេះនៅពេលដែលយើងមកព្រឹកទឹកវារៀងសក់ទៅបន្តិចអញ្ចឹងខាងលើនេះគឺជាចុងឈើណាតែដើមឈើនេះគឺកម្ពស់វាអត់ទាបទេអូនជាធម្មតាដើមឈើនឹងប្រហែលម៉ែត្រដឹងហើយខ្ពស់ត្រូវឲ្យខែប្រាំងខ្ពស់ខ្លាំងណាបាទអញ្ចឹងកងទូកគាត់បានប្រាប់ថាបើសិនជាខែប្រាំងគឺឃើញដើមឈើនឹងដូចដើមឈើនឹងគោអញ្ចឹងបងប្អូនអរគ្នាអញ្ចឹង7 8ម៉ែត្រ10ម៉ែត្រឡើងទៅលើអញ្ចឹងប៉ុន្តែខែទឹកលិចគឺយើងនៅលើចុងឈើបាច់ចាំឡើងហត់អញ្ចឹងឥឡូវនេះយើងកំពុងតែជីផាសនេះមានគេមានឯងអញ្ចឹងទៅផាសព្រៃនឹងហើយយើងចាប់ផ្ដើមចូលក្នុងភូមិហើយដូចខ្ញុំនិយាយនៅក្នុងវីដេអូមិញអញ្ចឹងគឺមានគាត់លក់អីនៅតាមនឹងអញ្ចឹងហើយការជីមិនមែនជីតែឯងទេគឺគ្នាច្រើនបងប្អូនមួយវិញទៀតក្រៅពីការជិះមើលព្រៃនៅទីនោះយើងក៏ឃើញមានទូកបងប្អូនអ្នកភូមិដែលគាត់បានដឹកនំចំណីនិងភេសជ្ជៈផ្សេងមកលក់ឲ្យយើងទិញហូបបានរីឯតម្លៃវិញគឺសមរម្យណាស់បងប្អូនទាំងអស់គ្នាដូចយើងទៅទិញនៅផ្សារអញ្ចឹងអត់មានបញ្ហាអីទេការទិញអីហូបទេអូនជីទិញអីហូបខ្លះហើយអូនបងមានដូងមានភេសជ្ជៈឥឡូវខ្ញុំសុំដូងមួយមកបងបាទចាប់អូនមនុស្សច្រើនទេបងអត់សូវមានទេថ្ងៃហ្នឹងវាច្រើនចេញទៅក្រៅខ្លះបាទដូងជើងអូនចេញចង់ជើងមកល្មមអូនទៅកោបងអត់ទេនេះអត់អីទេបងនេះប្រកបហ្នឹងឯងអញ្ចឹងបន្ទាប់ពីយើងបានជិះកាត់ព្រៃលិចទឹកមួយនេះហើយយើងក៏បន្តដំណើរទៅលេងក្នុងភូមិអ្នកស្រុកវិញម្ដងដែលនៅពេលនោះផងដែរគឺចំពេលដែលមនុស្សនាំគ្នាបុកមកលេងច្រើនណាស់បងប្អូនទាំងអស់គ្នាដូចបនកឋិនអញ្ចឹងដែលបងប្អូនប្រកាសជាបានឃើញទស្សនវិជ្ជាបែបនេះនៅក្នុងវីដេអូជាច្រើនដែលគេបានផុសនៅក្នុងបណ្ដាញសង្គមហើយគឺថាសប្បាយហើយស្រស់ស្រាយណាស់និយាយមែនហើយបើតាមសភាពជាក់ស្ដែងខ្ញុំសង្កេតឃើញថាភ្ញៀវទេសចរភាគច្រើនដែលមកលេងនៅទីនេះនឹងគឺជាបារាំងស្បែកសដែលពួកគាត់ម្នាក់ៗនឹងមើលទៅគឺសប្បាយនិងប្លែកភ្នែកណាស់ព្រោះថាបានជិះទូកខ្មែរមកមើលទស្សនវិជ្ជាកម្របានឃើញដូចជាភូមិលិចទឹកនិងរបៀបរបបនៃការរស់នៅរបស់បងប្អូនប្រជាជននៅទីនេះដែលទោះបីជាខ្ញុំជាជនជាតិខ្មែរក៏ enjoy ជាមួយនឹង moment នឹងដែរនិយាយតាមត្រង់ទៅអូខេណែបងប្អូនអរគ្នាឥឡូវម៉ោង 4 កន្លះណែកន្លះម៉ោងពុតហ្មងគឺយើងបានមកដល់ផែវិញហើយបន្ទាប់ពីធ្វើដំណើរជុំគេជុំឯងនិយាយទៅបងប្អូនអរគ្នាបើសិនជាចង់មកដូចខ្ញុំនិយាយនៅក្នុងវីដេអូមិញអញ្ចឹងខ្ទង់ម៉ោង 4 ចាំមកដល់នេះថ្ងៃក៏ត្រជាក់ហើយសបោគេជិះកាត់ពេញទាំងម៉ាស៊ីនយើងមកមុនហ្នឹងក៏សើមានអ្នកជិះហ្នឹងឥឡូវយើងចាប់ផ្ដើមឡើងទៅលើសិនណាបាទ
នៅម៉ោង 5 គត់យើងក៏ចាប់ផ្ដើមចេញទូកបន្តទៅមើលថ្ងៃលិចនៅបឹងធំដែលវាគឺជាពេលវេលាដ៏ល្អបំផុតមួយសម្រាប់ការធ្វើ activity មួយនេះព្រោះថាមេឃពេលនោះក៏ចោះត្រជាក់ហើយព្រះអាទិត្យនឹងក៏រៀបនឹងលិចទៀតអញ្ចឹងហើយទាំងខ្ញុំទាំងគេគឺនាំគ្នាចេញទូកមកជុំគ្នាតែម្ដងទៅតែដោយសារនៅពេលនោះមេឃគឺរៀងធ្លាក់ខ្យល់ខ្លាំងអញ្ចឹងហើយគឺយើងអាចជិះចូលទៅក្នុងបឹងនឹងជ្រៅខ្លាំងទេដោយនាំគ្នាមកអែបនៅម្ដុំព្រៃលិចទឹកវិញព្រោះវាអាចជួយទប់ឲ្យលោកបានខ្លះដែរនេះបងប្អូនអរគ្នាឥឡូវនេះយើងបានមកដល់បឹងទន្លេសាបហើយប៉ុន្តែដោយសារតែខ្យល់ខ្លាំងបងប្អូនអរគ្នាឃើញលោកទេអញ្ចឹងបានទូកផ្សេងៗនេះគឺនៅគៀកគ្នាហ្មងដើម្បីសុខភាពអញ្ចឹងណាហើយយើងចាប់ផ្ដើមព្យាយាមធ្វើម៉េចនៅម្ដុំដើមឈើដើម្បីការពារទឹកកឡុងពីបងស្រីแล้วก็អូខេអញ្ចឹងនេះខ្ញុំឲ្យមើលគាត់ហ្នឹងហើយបងប្អូនអរគ្នាគឺគាត់មានលក់អីតិចតួចនៅលើទូកអញ្ចឹងទៅតែទីនេះគាត់ញ៉ាំបានបងអាឡូប៉ុណ្្នឹងខ្លាំងហ៎ដូចទេបងម៉េចនេះប៉ុណ្្នឹងយើងនៅទីនេះនេះតែបើខែភ្លៀងអីគុំតែភ្លៀងមកឲ្យរត់តែទីខែទីឡានលោកបងទីខ្លាចបាទតែនេះគាត់តែលោកចោលអីទេតែទឹកយើងខុសដែរបាទតែបងប្អូនអរគ្នាបើសិនជាចង់មើលថ្ងៃលិចគឺមកខែនេះស្អាតមែនទេដូចខ្ញុំបង្ហាញអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ទង់ម៉ោង5តិចតួចយើងនឹងចាំថ្ងៃលិចតែជាខ្ទង់ម៉ោង5ខ្លះតែម៉ោងជុំគេជុំអីបងប្អូនអត់មានអីត្រូវទេហើយទោះបីជាលោកខ្លាំងវិញយើងឈប់បដៅទឹកទៅក៏មិនឈប់តែតឹងទឹកទៅអត់អីអញ្ចឹងចាប់ពីពេលនោះទៅយើងក៏បានចំណាយពេលអង្គុយលេងឈៀលនៅលើទូកចាំមើលថ្ងៃលិចហើយចង់ប្រាប់ថាទាំងទេសភាពនិងបរិយាកាសនៅជុំវិញគឺថាស្រស់ស្រាយនិងរ៉ូមែនទិកណាស់បងប្អូនទាំងអស់គ្នាជាពិសេសនៅពេលដែលថ្ងៃរៀបលិចនឹងតែម្ដងដែលវាគឺពិតជាស្អាតខ្លាំងយកតែមែនទែនហ្មងនៅពេលដែលមេរៀងចុះងឹតបន្តិចយើងក៏បានសម្រេចចិត្តថាត្រឡប់ទៅផែវិញដែលការជិះកាត់ភូមិនៅពេលនោះគឺយើងអាចទទួលបានទស្សនីយភាពប្លែកមួយបែបទៀតដែលតាក់ទងទៅនឹងការរស់នៅរបស់បងប្អូនប្រជាជននៅពេលយប់វិញម្ដងអីចឹងនេះបងប្អូនអរគ្នាអញ្ចឹងមុននឹងបិទវីដេអូនេះអង្គុយមើលតែសភាពហ្នឹងក៏នឹកឃើញសួរបងប្រុសរឿងផ្ទះនិយាយទៅបងប្អូនអរគ្នាឃើញផ្ទះលិចទឹកហ្នឹងណាកម្ពស់ 6-7 ម៉ែត្រចាំមានន័យថានេះទឹកស្រកវិញណាបងប្អូនអរគ្នាបើសិនជាទឹកអត់តន់ស្រកវិញគឺលិចផ្ទះក៏មានដែរលិចផ្ទះយកបងជិះមានតែយើងឃើញនេះបើសិនជាខែប្រាំងវិញគឺឡើងគាត់តឡើងនេះស្មើផ្ទះ 3-4 ជាន់ផ្ទះវិឡា 3-4 ជាន់បាត់ហ្នឹងហើយហើយមួយទៀតវិញក៏និយាយពីវត្តកំពង់ភ្លុកនេះក៏ស័ក្តិសិទ្ធិដែរបងប្អូនអរគ្នាឬបងក៏គាត់និយាយអញ្ចឹងបើសិនជាខែណាទឹកខ្លាំងផ្ទះលិចតែវត្តអត់លិចទេកន្លែងហ្នឹងទួលតែបងដូចបងគាត់តែបងទួលពីដើមមកគឺជាទួលអញ្ចឹងបើសិនជាតាមបងប្រុសគាត់ថាអត់ដែរលិចវត្តហ្មងប៉ុន្តែបើថាផ្ទះលិចចុះបើសិនតែផ្ទះលិចទឹកឡើងកម្រិតឡើងខ្លាំងគឺគេលើកតាមនឹងទៅគេមានវិធីសាស្ត្រគេលើកអញ្ចឹងណាបាទហើយខ្ញុំក៏សួរតតាក់ទងទៅនឹងគ្រឿងសัตว์ដឹងស្រាប់ហើយបងប្អូនទាំងគ្នាអ្នកនៅទន្លេនៅទឹកនៅអីហ្នឹងសัตว์ពោះសัตว์អីហ្នឹងគឺគេអត់ថតទេអញ្ចឹងគាត់ថាហ្នឹងយើងគេអត់ថតហ្នឹងឯងតែយើងរកវិធីការពារទៅមានអីក្រៅពីដាក់ក្រូចឆ្មាទេបងដាក់ក្រូចឆ្មាដាក់ធ្វើសាច់អីតាមដាក់បោកក្រូចឆ្មាបងអូខេដាក់ស្បកក្រូចឆ្មាតាមតសតាមអីអញ្ចឹងទៅវាហ៊ានឡើងមកដាក់តាមគៀនទៅឲ្យពោះឡើងបាទដាក់គៀនតសអីអញ្ចឹងទៅបាទអញ្ចឹងហ្នឹងឯងយើងនិយាយគ្នាតែប៉ុណ្្នឹងយើងចិត្តដល់កន្លែងនេះហើយបាទអញ្ចឹងវីដេអូដំណើរកម្សាន្តរបស់យើងនៅថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរហើយក៏សូមបញ្ជាក់បន្តិចថាវីដេអូនេះគឺខ្ញុំបានថតតាំងពីដើមខែ12ម៉េចតែដោយសារតែសង្គ្រាមអញ្ចឹងហើយទើបខ្ញុំទៅតែសារចិត្តតែចាប់ផ្ដើមធ្វើវីដេអូឡើងវិញដែលនៅពេលនេះសភាពទឹកគឺអាចរៀងស្រកខ្លាំងជាងនៅពេលនោះអញ្ចឹងសូមអធិស្ឋានផងបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍មកជាថ្មីនៃវីដេអូ vlog របស់ខ្ញុំដែលនៅក្នុងឆ្នាំថ្មីនេះខ្ញុំនឹងមានវីដេអូដើរលេងជាច្រើនចែកជូនបងប្អូនទាំងអស់គ្នាទស្សនាក៏ដូចជាចូលរួមចែករំលែកផ្សព្វផ្សាយទេសចរក្នុងស្រុកផងដែរអញ្ចឹងកុំភ្លេចចុច Subscribe ឬ Follow page របស់ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗអរគុណដល់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ